ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងសិក្សានុសិស្សនិងអាណាព្យាបាលនៅសាលាបឋមសិក្សានេះគឺជារបៀបនៃការ download PLP សម្រាប់កូនលោកស្រីសម្រាប់រៀនទី1គឺយករូបជ្រោម Google ជ្រោមហ្នឹងទៅហើយបន្តមកទៀតគឺយើងវាយអក្សរថា PLP MOEYS អញ្ចឹងពេលដែលយើងវាយប៉ុណ្ណឹងហើយយើងចុចបន្តទៅមុខទៅហើយនឹងឃើញនេះគឺយើងវាយ PLP MEYS ទៅហើយយើងនឹងឃើញរូបនៅខាងក្រោមដែលមានដាក់ថា PLP Primary Learning Program ហ្នឹងហើយយើងចុចលើរូបហ្នឹងបន្ទាប់ពីចុចលើរូបហ្នឹងយើងឃើញផ្ទាំងដូចបានបង្ហាញហ្នឹងហើយគឺយើងចុចនៅខាងលើដែលមានរូបចុច3ហ្នឹងចុចលើរូបហ្នឹងទៅហើយយើងអុសមកខាងក្រោមនឹងឃើញពាក្យថា Add to Home Screen យើងចុចលើពាក្យ Add to Home Screen ហ្នឹងដើម្បីឲ្យរូបហ្នឹងនៅលើ desktop របស់ទូរស័ព្ទបន្តទៀតគឺយើងឃើញពាក្យថា install យើងយកពាក្យ install ចុចលើពាក្យ install ហ្នឹងចាហើយដល់ពេលយើងចុចលើ install ហើយយើងរងចាំបន្តិចដើម្បីឲ្យកម្មវិធីហ្នឹងត្រូវបាន download អញ្ចឹងយើងចាំមួយសន្ទុះទៅនឹងឃើញរូបកម្មវិធីហ្នឹងវាលោតនៅលើអេក្រង់របស់ទូរស័ព្ទនេះយើងចាំតែឥឡូវវាលោតនៅលើអេក្រង់របស់ទូរស័ព្ទចាហ្នឹងគឺជារបៀបនៃការ download ចប់